បាទរបៀបបើក iMap ជាមួយ Soho Mail ដើម្បីឲ្យ tool ចាប់ record បានអញ្ចឹងនៅពេលដែលអ្នកទាំងគ្នា login ចូលមកនឹងចូលដល់កន្លែងហ្នឹងអញ្ចឹងដំបូងអ្នកទាំងគ្នាចូលមកកន្លែងនេះ newsletter ហ្នឹងយើងលុបចោលហ្មងទៅនេះយើងលុបចោលហ្មងទៅ delete folder ឬក៏យើងយក disable នេះក៏បានដែរតែអ្នកខ្លះទៅគាត់យក disable ហ្នឹងហើយចុចលើហ្នឹងហើយវាចេញពី enable អញ្ចឹងវាអត់ច្បាស់ថាវា disable ឬអត់ទេអញ្ចឹងយកល្អយើងលុបហ្មងទៅបាទយើង delete folder ហ្នឹងទៅអញ្ចឹងនៅពេលដែលមាន mail ថ្មីចូលមកគឺវានឹងលេងចូលពី folder ហ្នឹងឯងគឺវានឹងចូល inbox ជាក់ស្ដែងនៅក្នុង tool គឺយើងចាប់ទៅលើ inbox ទេជាមួយ SD file បាទអញ្ចឹងជាក់ស្ដែងក្នុង tool គឺយើងចាប់ទៅលើ inbox ទេវាលឿនជាងបាទបន្តមកអ្នកទាំងគ្នាចូលមកកន្លែង setting នេះមកបាទបន្តមកទៀតអ្នកទាំងគ្នាចូលមកកន្លែង mail account នេះបាទឬហើយអ្នកទាំងគ្នា copy mail របស់អ្នកទាំងគ្នាមួយសិនមកយើង copy ហើយយើង note ទុកមកតាមអ្នកមានSoho ច្រើនបាទបន្តមកទៀតយើងចូលមកកន្លែងនេះយើងបើកតានេះមួយមកនេះបើក pop access ហើយយើងបើកកន្លែង iMap access តែប៉ុណ្្នឹងមកយើងអាចបើក iMap បានហើយអ្នកទាំងគ្នាចុច save មួយមកបាទបន្តមកទៀតប៉ុណ្្នឹងយើងចុច save ហើយយើងចូលមកកន្លែង account ហើយយើងយកកន្លែងនេះ my account នេះបាទពេលចូលមកដល់ my account ហើយយើងយកមក security បាទបន្តមកទៀតអ្នកទាំងគ្នាចុចកន្លែង generate new password នេះបាទហើយយើងដាក់ app name មក app name ហ្នឹងយើងចង់ដាក់ mail របស់យើងចូលបណ្ដោយមកក៏បានឬក៏យើងដាក់ឈ្មោះអីក៏បានយើងចំណាំខ្លួនឯងអញ្ចឹងណាបាទហើយយើង generate មួយមកបាទពេលយើងបាន password ហើយយើងចុច copy to clipboard ហ្នឹងមកហើយយើងយកមកកន្លែងនេះយើងដាក់សញ្ញាត្រង់មួយរួចហើយយើង pass password ចូលមកបាទពេលយើងបានហើយយើងសាកយកមកតេស្តក្នុងទូថាវាបានចាប់ iMap បានត្រូវអត់បាទយើង close ហ្នឹងមកអញ្ចឹងយើងបើក tool យើងហើយយើងមកស្ដាំលើ account ណាមួយក៏បានដែរមិនប្រកាសថា account ទេយើងមកស្ដាំលើ account នឹងមួយមកយើងយកពាក្យ get mail code ហើយយើងលុបចោលអស់ទៅហើយយើង pass mail យើងចូលហើយយើងចុចសាកចុច get mail បាទបើសិនជាចេញអញ្ចឹងបានន័យថា iMap ហ្នឹងគឺយើងបើកបានជោគជ័យហើយតែបើសិនជាវាចេញ invalid iMap ឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលឥឡូវខ្ញុំបិទ iMap វិញបាទយើងចូល setting មែននេះហើយខ្ញុំបិទ iMap ខ្ញុំបិទ pop up នេះខ្ញុំបិទ iMap ហើយ save ហើយយើងសាកចូលមក get ម្ដងទៀតចុច get មកបាទឃើញទេនេះ invalid login credential iMap បើសិនជាចេញអញ្ចឹងបានន័យថា account ហ្នឹងយើងបើក iMap អត់ត្រូវទេអត់បានបើក iMap ឬក៏ add password ហ្នឹងរបស់យើងខុសអញ្ចឹងយើងអាចបង្កើត add password ថ្មីបានបាទអញ្ចឹងពេលចេញអញ្ចឹងអត់ត្រូវទេតើយើងបើក iMap បាទអញ្ចឹងឥឡូវយើងបើកវិញមកហើយយើងចុច save បាទតែប៉ុណ្្នឹងទៅបានហើយបាទប៉ុណ្្នឹងរួចដល់ហើយអ្នកនរគ្នាអាចប្រើជាមួយ Soho បានហើយអរគុណ